ភាគ6ចាប់ផ្ដើមឡើងបន្ទាប់ពីមនុស្សគ្រប់គ្នានឹងក៏បានពិភាក្សាគ្នាថាតាលុយនឹងគឺគាត់នឹងក៏ចង់យកប៉ាវទៅប្រយុទ្ធមែនទេប៉ុន្តែលុយគឺគាត់គឺមិនបានខ្វល់អីនោះទេប៉ុន្តែនោះម៉ាននឹងក៏បានខំទៅកាន់លុយដែលលុយនឹងគឺហ៊ានយកប៉ាវនឹងគឺមកប្រយុទ្ធជាមួយនឹងគាត់សាវីអឺក៏បាននិយាយទៅកាន់ឪពុករបស់លុយថាគឺលុយនឹងគឺបានសុំប៉ាវនឹងគឺមកពីកន្លែងជាងដែកហើយដែលធ្វើឲ្យបារ៉ុននឹងគឺគាត់នឹងគឺពិតជាខ្មាស់គេខ្លាំងមែនទែនដែលគាត់នឹងគឺមានកូនឈួតឈួតបែបហ្នឹងប៉ុន្តែសាវីអឺនឹងគឺមិនបានគិតបែបហ្នឹងនោះទេគាត់ថាមួយរយៈចុងក្រោយនេះគឺលុយនឹងគឺពិតជាខិតខំខ្លាំងមែនទែនទាំងការអវងនិងការរត់ហើយទាំងការហាត់ដាវនឹងគឺគាត់នឹងគឺពិតជាមើងម៉ាត់ខ្លាំងមែនទែននៅក្នុងការបង្ហាត់វាបារ៉ុនក៏ចាប់ផ្ដើមស្រែកខ្លាំងៗទៅកាន់ពួកគេទាំងអស់គ្នាថាគឺការប្រកួតនឹងចាប់ផ្ដើមរវាងលុយហើយនិងញូម៉ាន់ពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមមើលមុខគ្នាហើយក៏បានយកឲ្យឡងរៀងខ្លួនគ្រាន់តែចាប់ផ្ដើមភ្លាមពេលហ្នឹងនូម៉ាន់ក៏បានរត់មកកាប់លុយប៉ុន្តែត្រូវបានលុយនឹងគឺគាត់ខ្ទាស់ចេញដែលធ្វើឲ្យសាវីអឺហើយបារ៉ុននឹងក៏បានភ្ញាក់ផ្អើលប៉ុន្តែនូម៉ាន់នឹងក៏បាននិយាយទៅកាន់លុយថាគឺវានឹងគ្រាន់តែជាសំណាងរបស់គាត់តែប៉ុណ្ណោះសាវីអឺក៏បានគិតថាគឺលុយនឹងគឺចលនារបស់គាត់ពិតជាដោយការប្រយុទ្ធមែនតើអញ្ចឹងតែគាត់នឹងគឺដូចជាអ្នកប្រយុទ្ធដែលមានជំនាញម្នាក់លុយក៏បានសួរទៅកាន់នូម៉ាន់ថាតើគាត់នឹងឥឡូវកំពុងតែភ្ញាក់ផ្អើលហើយមែនទេនូម៉ាន់នឹងក៏បានមានអារម្មណ៍ថានេះមិនមែនជាសំណាងទេគឺដូចជាការប្រយុទ្ធរបស់លុយអញ្ចឹងហើយលុយក៏បានគិតថានេះគឺជាបទពិសោធន៍របស់គាត់ដែលគាត់នឹងក៏បានរៀនអំពីសម័យទំនើបហើយលុយក៏ចាប់ផ្ដើមវាយប្រហារទៅកាន់នូម៉ាន់វិញពួកគេនឹងក៏បានវាយគ្នាទៅវិញទៅមកប៉ុន្តែអត់ទាន់មានអ្នកត្រូវនោះទេហើយលុយក៏បាននិយាយទៅកាន់នូម៉ាន់ថាចុះបើសិនជាគាត់ធ្វើបែបនេះដែលក្បាច់នេះគេឲ្យឈ្មោះវាថាគឺ Poco Street ហើយលុយក៏បាននិយាយថាបើសិនជានូម៉ាន់ខ្លាំងនឹងគឺឲ្យគាត់នឹងគឺចូលមកអ្នកគ្រប់គ្នានឹងគឺអាចគិតថាលុយគឺគាត់នឹងគឺបានលេងកំ pl ែងធ្វើឲ្យពួកគេនឹងគឺចង់សាច់តែគាត់នឹងគឺធ្វើអាកប្បកិរិយាគឺចម្លែកនឹងឯងប៉ុន្តែសាវីអឺនឹងគឺមិនបានគិតបែបហ្នឹងនោះទេហើយតែចលនារបស់លុយនឹងគឺគាត់នឹងគឺពិតជាលឿនជាងមុនខ្លាំងមែនទែនតែគាត់នឹងគឺធ្វើឲ្យនូម៉ាន់នឹងគឺមានរបួសបន្តិចផងដែរដែលធ្វើឲ្យនូម៉ាន់នឹងគឺភ្ញាក់ផ្អើលជាខ្លាំងនូម៉ាន់ក៏បានសួរទៅកាន់លុយថាមនុស្សដូចជាអ្នកនឹងគឺចូលចិត្តផឹកតែស្រាតែប៉ុណ្ណោះតែហេតុអ្វីបានអ្នកនឹងគឺមានកម្លាំងខ្លាំងបែបនេះមកពីណាហើយលុយក៏បានបង្ហាញនៅអានកំបាំងរបស់គាត់ផងដែរដែលគាត់នឹងគឺកាន់តែខ្លាំងជាងមុនគឺនៅពេលដែលគាត់កាន់ប៉ានឹងគឺរាងកាយរបស់គាត់នឹងគឺកាន់តែខ្លាំងជាងមុនប៉ុន្តែ skill ជីកដីរបស់គាត់នឹងគឺទៅតែ level 1តែប៉ុណ្ណោះហើយប្រហែលថ្ងៃមុនឲ្យគាត់វឹកហាត់នឹងគាត់នឹងក៏ទទួលបាន OP អំពី Xavier ហើយក៏ទទួលបានអំពី Baron និងប្រពន្ធរបស់គាត់ផងដែរដោយសារតែលើកទី1ដែលឃើញកូនរបស់ពួកគេនឹងគឺខិតខំប្រឹងប្រែងបែបនេះហើយ OP ដែលគាត់រកបានអំពីពួកគេនឹងគឺចំនួន97ហើយគាត់នឹងក៏បានទិញ skill នឹងផងដែរដែលវានឹងគឺបានលុបមកឲ្យគាត់ទិញចំនួន40បន្ទាប់ពីធ្វើឲ្យ Numan ត្រូវរបួសហើយនឹងពេលនឹង Numan នឹងក៏បានដកដង្ហើមធំហើយគាត់នឹងក៏បាននិយាយថាគាត់លេងមែនតើហើយគាត់នឹងក៏មិននឹកស្មានថាមនុស្សដូចជាលុយនឹងគឺអាចបង្ខំគាត់ឲ្យមកដល់ពេលនេះ Xavier ក៏បានមើលទៅកាន់ Numan ហើយគាត់នឹងក៏បានដឹងរឿងអ្វីមួយផងដែរលុយក៏បានគិតថាតានូម៉ាន់នឹងគឺគាត់នឹងគឺកំពុងតែកោះហៅមែនទេប៉ុន្តែអ្វីដែលនូម៉ាន់គាត់កំពុងតែធ្វើនឹងគឺគាត់នឹងគឺបានបញ្ចេញម៉ាន់ណាអំពីបេះដូងរបស់គាត់ដែលវាធ្វើឲ្យគាត់នឹងគឺកាន់តែខ្លាំងជាងមុនបន្ទាប់មកនូម៉ាន់ក៏បាននិយាយទៅកាន់លុយថាមនុស្សអាក្រក់អើយនេះគឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះបន្ទាប់ពីនិយាយរួចហើយនូម៉ាន់ក៏ចាប់ផ្ដើមធ្វើការសម្រុកទៅវាយលុយយ៉ាងលឿនហើយពេលហ្នឹងក៏ធ្វើឲ្យ Xavier នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគាត់នឹងគឺអាចកោះហៅបេះដូងម៉ាន់ណាបានដែលបេះដូងម៉ាន់ណានឹងបើសិនជាមនុស្សដែលគ្មានជំនាញនឹងក៏ត្រូវការរយៈពេល10ឆ្នាំហើយឯមនុស្សដែលមានជំនាញវិញក៏ត្រូវការរយៈពេល5ឆ្នាំផងដែរអញ្ចឹងគឺការប្រយុទ្ធប្រហែលជាត្រូវចប់ត្រឹមនឹងហើយដោយសារតែលុយនឹងគឺគាត់នឹងគឺមិនអាចទប់ទល់បាននោះទេហើយក៏បានធ្វើឲ្យឪពុកម្ដាយរបស់លុយនឹងគឺពិតជាភ័យខ្លាំងមែនទែនប៉ុន្តែការគិតរបស់ពួកគេនឹងក៏បានខុសទាំងស្រុងតែម្ដងលុយនឹងក៏បានទប់ទល់បានទោះបីជាជើងគាត់ញ័រក៏ដោយបន្ទាប់មកលុយក៏បានផ្សាយហើយក៏បាននិយាយទៅកាន់នូម៉ាន់ថាតើនូម៉ាន់នឹងគឺចង់ភ្លួតនៅអាវុធទី4របស់គាត់ដែរឬទេតែលុយនឹងគាត់ក៏បានរៀបចំទុកជាស្រេចផងដែរដែលគាត់នឹងក៏បានស្រូបម៉ាន់ណាអំពីនូម៉ាន់ហើយខ្ញុំក៏គិតថាអ្នកទាំងអស់គ្នាក៏មិនភ្លេចផងដែរដែលលុយនឹងគាត់នឹងក៏បានអានប្រឡំលោកអញ្ចឹងឯតួអង្គណាក៏គាត់ដឹងផងដែរអំពី skill របស់ពួកគេហើយលុយក៏បាន counter ទៅវិញដែលធ្វើឲ្យនូម៉ាន់នឹងក៏ត្រូវមកប៉ែលហើយយើងក៏មិនដឹងថាគួរសាច់ឬគួរយំទេគឺបាក់ថ្មិញតែម្ដងពេលនឹងលុយនឹងគាត់ក៏ចង់ប្រហើយហើយលុយក៏បានដាក់មកប៉ែទៀតដែលធ្វើឲ្យបញ្ចប់ការប្រកួតនៅពេលហ្នឹងទៅដែលធ្វើឲ្យមនុស្សគ្រប់គ្នានឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនមនុស្សគ្រប់គ្នាក៏បាននិយាយថាតើវាអាចទៅរួចដោយរបៀបណាទៅដែលលុយនឹងគឺបានឈ្នះបារ៉ាន់ក៏បាននិយាយថាគឺគាត់សូមប្រកាសគឺលុយ Frontera គឺជាអ្នកឈ្នះនូម៉ាន់គឺគាត់គឺមិននឹកស្មាននោះទេថាគាត់នឹងគឺអាចចាញ់ទៅកាន់លុយបន្ទាប់មកលុយក៏បានសួរទៅកាន់នូម៉ាន់ថាតើនូម៉ាន់លើដែរទេថាគាត់គឺជាអ្នកឈ្នះហើយឬបន្ទាប់ខ្ញុំនឹងបញ្ចប់វានៅត្រឹមនេះហើយឪពុករបស់លុយក៏បានស្រែកឲ្យលុយនឹងគឺបញ្ឈប់ទង្វើនេះផងដែរប៉ុន្តែគឺលុយគឺគាត់គឺមិនបានខ្វល់នោះទេហើយពេលហ្នឹងក៏មានអ្នកចូលមកគាត់ផងដែរថាលុយនឹងគឺប៉ុណ្ណឹងបានហើយបាយអិនក៏បានសួរទៅកាន់ Xavier ថាតើលុយនឹងគឺបាត់បង់ស្មារតីហើយមែនទេ Xavier ក៏បានត្រឹមនិយាយថាគឺគាត់នឹងគឺមិនដឹងនោះទេបន្ទាប់មកយើងក៏បានឃើញថាលុយនឹងក៏បាននិយាយថាគាត់នឹងគឺឈប់ហើយអញ្ចឹងគឺឈប់ឲ្យពួកគេទាំងពីរនាក់នឹងគឺចាប់គាត់ទៅបន្ទាប់និយាយមិនបានយូរប្រហែលផងហ្នឹងពេលហ្នឹងលុយនឹងក៏បានធ្វើការវាយទៅកាន់នូម៉ាន់តទៀតហើយធ្វើឲ្យនូម៉ាន់នឹងគឺស្រែកដូចគោដូចក្របីអញ្ចឹង
ហើយសាវីអឺក៏បានកាត់អំពីលុយថាមកស្ងប់ស្ងាត់របស់គាត់គឺគាត់នឹងគឺដូចដឹងអំពីហេតុការណ៍នេះមុនអញ្ចឹងគឺគាត់គឺដូចដឹងរឿងនេះទាំងអស់តែម្ដងហើយប្រហែលថ្ងៃមុនលុយនឹងក៏បានសុំឲ្យសាវីអឺនឹងគឺបង្រៀនគាត់អំពី Snow របស់អាស្រហាន់ដែល Snow របស់អាស្រហាន់នឹងគឺចង់និយាយអំពីការទាញយកម៉ាន់ណាអំពីបរិស្ថានជុំវិញខ្លួនសាវីអឺក៏បានសួរទៅកាន់លុយថាតើហេតុអ្វីនឹងគឺបានគាត់ដឹងអំពីរឿងនេះគឺសាវីអឺនឹងគឺមិនដែលប្រាប់ទៅកាន់នរណានោះទេហើយរឿងនេះក៏គាត់នឹងក៏មិនទាន់បានធ្វើឲ្យផងដែរលុយក៏បានខំកុហកថាគឺគាត់ដឹងនឹងគឺមកពីសាវីអឺនឹងគឺបានគេងហើយគាត់នឹងក៏បានមកមើលនិយាយនឹងឯងហើយលុយក៏បានគិតថាសំណាងឯងគាត់មានដំណោះស្រាយមួយនេះហើយសាវីអឺនឹងក៏បាននិយាយថាអត់ទោះឲ្យគាត់ផងគឺគាត់នឹងគឺមិនអាចបង្រៀនក្បាច់នេះទៅកាន់លុយបាននោះទេលុយក៏បាននិយាយថាចុះបើសិនជាគាត់នឹងគឺអាចជួយសាវីអឺនឹងឲ្យធ្វើវាកាន់តែល្អជាងមុនដែលលុយនឹងគឺបានដឹងថាសាវីអឺនឹងគឺ skill របស់គាត់នឹងគឺអត់ទាន់ពេញលេញនោះទេសាវីអឺក៏បាននិយាយថាប្រកាសហើយបើសិនជាលុយនឹងគឺអាចជួយគាត់បានហើយតើលុយនឹងគឺមានទំនុកចិត្តដែរឬទេហើយលុយក៏បាននិយាយថាបើសិនជាចង់ដឹងនឹងឥឡូវស្ដាប់គាត់ទៅបន្ទាប់មកលុយក៏បានប្រាប់អំពីការបញ្ចូលម៉ាណាទៅក្នុងបេះដូងរបស់គាត់ផងដែរបន្ទាប់ពីនិយាយណែនាំទៅកាន់សាវីអឺហើយដែលធ្វើឲ្យសាវីអឺនឹងគឺភ្ញាក់ផ្អើលជាខ្លាំងដែលលុយនឹងគឺដូចជាមិនមែនលុយនោះទេប៉ុន្តែឥឡូវដោយសារតែខ្ជិលគិតច្រើននឹងពេលហ្នឹងសាវីអឺក៏បានធ្វើតាមតម្រាប់របស់លុយដែលបានគាត់បានប្រាប់ដោយការជំនួយរបស់លុយនឹងសាវីអឺក៏បានទទួលបានខ្សែទី3ផងដែរ System ក៏បានលោតមកថាលុយគឺទទួលបាន rating របស់សាវីអឺនឹងចំនួន5ទៀតដែលធ្វើឲ្យលុយនឹងគឺខឹងខ្លាំងមែនទែនដែលសាវីអឺនឹងក៏បានរ៉េដល់គាត់5នឹងឯងដោយសារតែគាត់នឹងគឺខំនិយាយមួយថ្ងៃបាន5 rate សាច់រឿងក៏កាន់មកដល់ពេលបច្ចុប្បន្នវិញម្ដងពេលហ្នឹងឪពុករបស់លុយនឹងក៏បានស្រែកខ្លាំងទៅកាន់លុយហើយក៏បាននិយាយទៅកាន់លុយថាគឺលុយនឹងក៏អត់ឮថាគាត់នឹងក៏ឲ្យឈប់ទេមែនទេគឺលុយគឺគាត់ធ្វើបែបនេះគឺដូចជាអត់ឲ្យកិត្តិយសទៅកាន់មេតបរបស់ពួកគេអញ្ចឹងលុយក៏បានឈប់បន្តិចហើយគាត់ក៏បាននិយាយថាកិត្តិយសមែនទេហើយក៏បានបន្តទៅកាន់បារ៉នទៀតថាព្រះអង្គម្ចាស់គឺសូមឲ្យលោតនឹងក៏បានបើកថតទុកមើលតើគាត់ធ្វើបែបនេះគឺសមនឹងនូម៉ាន់ដែរឬទេហើយលុយក៏បានឲ្យបារ៉ននឹងគឺអានវាផងដែរហើយលុយក៏បាននិយាយថានេះគឺជាការសន្ទនារវាងនូម៉ាន់និងថូដេសដែលគឺជាអ្នកបោកប្រាស់គាត់នៅក្នុងការចរចាចលនាទ្រព្យផងដែរដែលនៅក្នុងសម្បត្តិនឹងគឺចង់ឲ្យបារ៉ននឹងគឺធ្លាក់ចេញពីតំណែងរបស់គាត់នោះមិនក៏បាននិយាយថាគឺគាត់នឹងក៏បានលាក់វាហើយតែហេតុអ្វីបានលុយនឹងគឺរកវាឃើញហើយលុយក៏បានគិតថាត្រូវហើយសាវីអឺនៅក្នុងប្រឡោមលោតនឹងក៏គាត់បានរកឃើញផងដែរដូច្នេះហើយបានគាត់នឹងគឺដឹងទីតាំងហើយយប់មិញនេះលុយក៏បានប្រើឲ្យផូដងនឹងគឺទៅលួចវាមកពីបន្ទប់របស់នូម៉ាន់ផងដែរហើយលុយក៏បាននិយាយទៅកាន់បារ៉នថាព្រះអង្គម្ចាស់បន្ទាប់ពីលោកបានអានសម្បត្តិនេះហើយតែនៅគិតថានូម៉ាន់នឹងគឺជាមនុស្សល្អទៀតមែនទេហើយលុយក៏បានបន្តទៀតថាបើសិនជាលោកនឹងគឺកំពុងតែគិតអំពីការដាក់ទោសបារម្នាក់នេះគឺខ្ញុំនឹងគឺសូមប្រយោបល់មួយបារ៉នក៏បានសួរថាតើវានឹងគឺជាអ្វីលុយក៏បាននិយាយថាជំរើសទី1នឹងគាត់នឹងគឺនឹងទម្លាក់សត្វកណ្ដោដ៏កាយសាហាវមួយទៅកាន់នូម៉ាន់ហើយបន្ទាប់មកគាត់នឹងឲ្យនូម៉ាន់នឹងគឺនីរទេះចេញពីទីនេះតែបើមិនអញ្ចឹងទេយើងនឹងក៏អាចឲ្យគាត់នឹងគឺធ្វើជាទាហានធម្មតាដើម្បីផ្លាស់ប្រែចិត្តពេលនឹងមនុស្សគ្រប់គ្នាក៏បានខ្សឹបខ្សៀវគ្នាថាលុយនឹងគឺគាត់នឹងគឺពិតជាឈួតខ្លាំងមែនទែនតែគាត់នឹងគឺឲ្យកណ្ដោនឹងធ្លាក់ទៅកាន់នូម៉ាន់តែពួកគេទាំងអស់គ្នានឹងគិតថាកណ្ដោនឹងគឺកូនទូចនឹងឯងបាយ័នក៏បានគិតថានេះក៏ដូចជាការប្រមានទៅកាន់អ្នកផ្សេងទៀតបារ៉នក៏បាននិយាយថាធ្វើតាមអ្វីដែលលុយនឹងគឺគាត់នឹងគឺចង់ធ្វើទៅហើយបារ៉នក៏បានសួរទៅកាន់នូម៉ាន់ថាតើលោកនឹងគឺមានអីជំទាស់ដែរឬទេនូម៉ាន់ក៏បាននិយាយថាគឺគាត់នឹងគឺអត់មានអីជំទាស់នោះទេហើយក៏អរគុណចំពោះសេចក្តីមេត្តាករុណារបស់អ្នកនូម៉ាន់ក៏បានគិតថានៅពេលដែលគាត់នឹងគឺមានកម្លាំងគ្រប់គ្រាន់គាត់នឹងគឺនឹងសងសឹកទៅកាន់ពួកគេទាំងអស់គ្នាហើយពេលនឹងលុយក៏បាននិយាយថានេះគឺជាការស្វាយចុងក្រោយរបស់អ្នកហើយនូម៉ាន់ក៏បាននិយាយថាតើលុយនឹងគឺចង់មានន័យថាម៉េចលុយនឹងក៏បាននិយាយទៅកាន់នូម៉ាន់ថាគឺឲ្យនូម៉ាន់នឹងគឺគិតមើលតែលុយនឹងគាត់ក៏បានឲ្យផ្កាឈូករ៉ាត់ពណ៌ក្រហមនឹងទៅកាន់ផូដុងហើយដែលធ្វើឲ្យមនុស្សគ្រប់គ្នានឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលផូដុងនឹងគឺគាត់នឹងគឺពិតជាធំហើយយើងក៏មិនទាន់ដឹងថានូម៉ាន់ស្លាប់លឺរស់ផងពេលនឹងសាច់រឿងក៏បានចប់ទៅត្រឹមហ្នឹងប៉ុន្តែតាមadmin កាត់នឹងគឺអត់មានសល់សាច់ទេ